វីដេអូនេះខ្ញុំបង្ហាញបងប្អូនអ្នកគ្នាអំពីរបៀបដូរអក្សរធំនៅក្នុង Windows អូខេអញ្ចឹងបងប្អូនអាចមើលបានអូខេអញ្ចឹងនៅក្នុងនេះគឺ Windows របស់យើងគឺវាមានអក្សរទូចៗណាអូខេអញ្ចឹងអាចធ្វើការបដូរតិចនឹងឲ្យវាធំជាងមុនបានអូខេអញ្ចឹងរបៀបដូរគឺមានពីររបៀបទី1បងប្អូនអាចធ្វើការ right click យកពាក្យថា display setting អូខេអញ្ចឹងយើងអាចចុចកន្លែង display របស់យើងបានណាយើងអាចចុចកន្លែងនេះមកយើងអាចយក125មកណានេះអូខេគឺវាធំជាងមុនអូខេអញ្ចឹងចំណុចទី1ណានៅពេលដែលយើងយក125គឺវាធំជាងមុនណាអូខេអាចចូលបានឃើញទេគឺឃើញធំជាងមុនអូខេនេះជាចំណុចទី1អូខេឥឡូវខ្ញុំយក120វិញខ្ញុំយក100ដែរអូខេហើយចំណុចទី2គឺយើងចូលមកកាន់ setting មកចូលមកកាន់ setting យើងចូលមកកាន់ setting របស់ Windows មកណាអូខេរក setting វាមកនេះយើងចូលមកកាន់ setting មកបន្តមកទៀតយើងចូលកន្លែង accessibility អូខេអញ្ចឹងកន្លែងនេះយកពាក្យនេះយើងយក touch side នេះណា touch side app throughout Windows and your app អញ្ចឹងកន្លែងនេះយើងអាចធ្វើការទាញបានណានេះយើងអាចធ្វើការទាញអក្សរជាងយើងអាចមើលកន្លែងនេះបានណាចុចទាញបណ្ណាឡើងចូលបានប៉ុណ្ណឹងយើងចុច apply មកណាអូខេអញ្ចឹង Windows នឹងធ្វើការផ្លាស់ប្ដូរអក្សរធំទៅតាមហ្នឹងណានេះគឺអក្សរយើងធំដូចគ្នាណាធំដូចមិញអញ្ចឹងអូខេនេះគឺជារបៀបប្ដូរទំហំអក្សរនៅក្នុង Microsoft Windows បើសិនជាបងប្អូនចង់បានអក្សរធំនៅក្នុង Microsoft Windows ណាគឺធំរបៀបហ្នឹងយើងអាចធ្វើដូចអ្វីដែលខ្ញុំបានបង្ហាញបងប្អូនអរគ្នាមិញអញ្ចឹងអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ like follow និង subscribe ជេនែល YouTube admin ម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ